ក្តាមប្រៃនៅពេលដែលយើងលាយជាមួយនឹងគ្រឿងក្រៅរួចហើយគឺរសជាតិបែបជូរហឹរប្រៃផ្អែមឆ្ងាញ់ណាស់ហើយសម្រាប់ការធ្វើហ្នឹងក៏អញ្ចឹងដែរបើសិនយើងអត់សូវចេះធ្វើបានស្អាតល្អទេពេលដែលយើងញ៉ាំហើយអាចនឹងឈឺពោះរាករូសក៏ថាបានដែរអញ្ចឹងសម្រាប់ការធ្វើក្តាមប្រៃនេះបងប្អូនត្រូវធ្វើឲ្យស្អាតណាស់មុននឹងញ៉ាំចំពោះគ្រឿងក្រៅនៃការធ្វើក្តាមប្រៃហ្នឹងគឺអត់មានអីច្រើនមុខទេគ្រាន់តែយើងមានជាមួយនឹងជីរណាហើយនឹងជីនឹងវងចំណែកឯក្តាមវិញគឺខ្ញុំប្រើជាប្រភេទក្តាមញីញីបានវាមានខ្លាញ់ច្រើនបងប្អូនក្តាមខ្ញុំទិញមកនេះគឺអត់សូវធំទេរាងតូចៗក៏ប៉ុន្តែតូចៗហ្នឹងគឺខ្លឹមណាខ្លាញ់តែលឿងហ្មងបងប្អូននិយាយទៅខែនេះសម្រាប់ក្តាមណាគឺមិនភ័យតែក្តាមស្គមទេខែហ្នឹងគឺក្តាមធាត់ណាក្តាមខ្ញុំទិញមកថ្ងៃនេះអត់តែ 5000 ទេណាចាចំពោះខ្ទឹមសហើយនឹងម្ទេសនេះបងប្អូនអាចដាក់តិចឬច្រើនតាមចំណង់ចំណូលចិត្តបានណាសម្រាប់ម្ទេសគឺខ្ញុំប្រើរៀងច្រើនបន្តិចពេលដែលខ្ញុំបុកបានប៉ុណ្នេះហើយខ្ញុំចាប់តាមថែមជាមួយនឹងស្ករត្នោតចូលចំពោះស្ករត្នោតហ្នឹងគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយប៊ីចេងមកបន្តិចហើយថែមទឹកត្រីហ្នឹងប្រហែលជា1ស្លាបព្រាបាយកន្លះបងប្អូនពេលដែលខ្ញុំដាក់ជាមួយនឹងគ្រឿងក្រៅហើយចាប់តាមថែមជាមួយនឹងក្រូចឆ្មាចំនួន3ផ្លែចូលទៀតចំពោះសាច់ក្តាមគឺវាមានជាតិប្រៃឡំទាំងឲ្យបងប្អូនជៀសវាងកុំឲ្យប្រៃខ្លាំងណាបងប្អូនដាក់គ្រឿងក្រៅមកបន្តិចសិនទៅពេលដែលយើងលាយហើយយើងភ្លក់មើលរសជាតិបើសិនជាស្ទើរយើងថែមតាមក្រោយទៀតបានរបៀបធ្វើក្តាមប្រកាសចិត្តថាញ៉ាំទៅឆ្ងាញ់កុំឲ្យមានបញ្ហាបងប្អូនត្រូវតែធ្វើឲ្យវាកុំឲ្យមានជាតិដីឲ្យសោះក្តាមហ្នឹងត្រូវតែស្អាតយើងបេះអាសកេគីនឹងចោលឲ្យអស់មកហើយយើងបកស្នូកវាចំពោះស្នូកក្តាមហ្នឹងណាគឺយើងកុំចោលអីដោយសារតែស្នូកហ្នឹងគឺខ្លាញ់ល្អណាស់ហើយក្តាមតូចៗមែនក៏ប៉ុន្តែខ្លាញ់សឹងតែគ្រប់ក្តាមហ្មងបងប្អូននិយាយទៅខែហ្នឹងគឺក្តាមធាត់តាពេលដែលយើងបកហើយគឺយើងអាចលាយជាមួយនឹងគ្រឿងក្រៅយើងបុកមិនហ្នឹងបងប្អូនគឺយើងដាក់មកទាំងអស់មកចំណែកជីវិញគឺបងប្អូនអាចដាក់ជាមួយនឹងជីរណានិងជីនឹងវងប្រើជាមួយនឹងជីឲ្យច្រើនមកពីព្រោះថាជីហ្នឹងគឺវាជួយក្លិនឈ្ងុយណាចំពោះក្តាមនេះពេលដែលយើងដាក់លាយជាមួយនឹងគ្រឿងបុកមិនហ្នឹងគឺអត់សូវយូរទេត្រឹមតែ4ទៅ5នាទីអីវាចូលជាតិទៅសាច់ក្តាមដែលលាយឆ្ងាញ់ខ្ញុំគិតថាគ្មានអីឆ្នះជាមួយនឹងក្តាមញីបងប្អូនក្តាមញីហ្នឹងគឺយើងប្រើជាមួយក្តាមដែលនៅតូចៗបានញ៉ាំឆ្ងាញ់សបកវាអត់សូវរឹងទេណាតែបើសិនយើងរើយកអាធំមកខ្ញុំគិតថាញ៉ាំទៅគឺសបករឹងហើយព្រោះថាខ្ញុំធ្លាប់ទិញយកអាធំមកញ៉ាំអត់សូវឆ្ងាញ់ទេចាញ់អាតូចទេអាតូចនេះពេលដែលយើងញ៉ាំទៅគឺស្រួលណាសាច់វាក៏ផ្អែមរីឯសបកវាហ្នឹងក៏អត់រឹងទៀតក្តាមជ្រក់នេះនៅពេលដែលយើងលាយហើយបងប្អូនប៉ះមេឃភ្លៀងរលឹមសេចស្រេចហើយបានជាមួយនឹងបាយកកទៀតតានិយាយពីថាបាយតាមមួយចានហ្នឹងអត់ដល់5នាទីញ៉ាំតាមមួយផ្លែគឺអស់ហ្មងគឺថាឆ្ងាញ់ជាមួយនឹងស្នូកហើយជាពិសេសសាច់វាក៏ផ្អែមហើយខ្លាញ់វានឹងលឿងខ្ទិះទៀតណាគឺញ៉ាំឆ្ងាញ់ណាស់អញ្ចឹងហើយសម្រាប់ពីមុខនេះខ្ញុំគិតថាជាម្ហូបដែលឆ្ងាញ់ហើយការធ្វើក៏ងាយស្រួលរីឯចំណាយលុយទិញវិញហ្នឹងក៏អត់តិចតួចទៀតហើយសំខាន់ណាស់ខែហ្នឹងគឺអត់ខ្វះទេជាមួយនឹងក្តាមស្រាយគឺសម្បូរណាស់នៅផ្សារអញ្ចឹងហើយកុំភ្លេចសាកធ្វើញ៉ាំផងណា